មន្ទិលទូរថភ្លើងដែលក្រឡាប់ធ្លាយចេញមកក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភាគពីរប់កម្ពុជាជុំវិញករណីស្រុកផ្លូវរថភ្លើងបណ្ដាលឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាយប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដែកទិសដៅខាងជើងស្ថិតនៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទថាប្រេងដែលដឹកនោះមានប្រភពពីណានាំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ថាខ្សែរថភ្លើងលេខ6535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនស៊ូគីមិចប្រភពនាំចូលពីប្រទេសសង្ហបុរីតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រីងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តភាគពីរប់ប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។